ជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍កាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារដែលជួយពៅដល់មេជីវិតឈ្មោះរបស់យើងឲ្យបានល្អតាមលោកវិជ្ជបណ្ឌិតតាំងដូចអានដែលមកពីវិជ្ជមណ្ឌលគ្រប់គ្រងកម្មវិធីពូជនៅទីពេទ្យទូទៅនៅទីក្រុងហាណូយក៏បានបញ្ជាក់ថាមេជីវិតឈ្មោះជាការសិក្សាបន្តពូជបរិសុទ្ធជាកត្តាសំខាន់មួយក្នុងចំណោមកត្តាដែលកំណត់ភាពជោគជ័យនៃការមានកូនដោយធម្មជាតិកង្វះសារធាតុចិញ្ចឹមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពមេជីវិតឈ្មោលរបស់យើងមានដោយសារតែវាអាចកាត់បន្ថយចំនួនមេជីវិតឈ្មោលនិងបង្កើនអត្រាមេជីវិតឈ្មោលមិនប្រក្រតីថែមទៀតផងរបបអាហារដែលមានតុល្យភាពជួយរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អឆាប់មានកូនបានលឿនអញ្ចឹងគាត់ក៏បានលើកឡើងអាហារចំនួន3ដែលវាបង្កើនដល់កម្លាំងនៃជីវិតឈ្មោលរបស់យើងអញ្ចឹងចំពោះអាហារទី1គឺអាហារដែលសម្បូរទៅដោយស័ង្កសីសារធាតុស័ង្កសីគ្រប់គ្រាន់ជាមូលហេតុគ្រឹះដ៏សំខាន់មួយក្នុងការបង្កើតនៃជីវិតឈ្មោលនិងវាអាចធ្វើឲ្យយើងមានកូនឡើងវិញបានការសិក្សាបានបង្ហាញឲ្យឃើញថាកង្វះស័ង្កសីឬកម្រិតស័ង្កសីទាបត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃអរម៉ូនគុណភាពនៃជីវិតឈ្មោលមិនល្អហើយមានហានិភ័យហើយព្រមទាំងហានិភ័យដោយវាអាចធ្វើឲ្យរបស់យើងអត់មានកូនបានផងដែរអញ្ចឹងអាហារសម្បូរទៅដោយស័ង្កសីរួមមាន oyster សាច់ក្រហមសាច់បក្សីដូចជាខ្យងមានក្តាមមានបង្កងគ្រាប់ធញ្ញជាតិពីស្បែកនិងទឹកដោះគោអាហារទាំងនេះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការបង្កើនគុណភាពនៃជីវិតឈ្មោលរបស់យើងឡើងវិញអញ្ចឹងនេះគឺជាអាហារទី1អញ្ចឹងចំពោះអាហារទី2គឺអាហារទាំងឡាយណាដែលសម្បូរទៅដោយសារធាតុហ្វូឡាតអញ្ចឹងហ្វូឡាតវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចំនួនមេជីវិតឈ្មោលឡង់ស្តេនិងការបំបែក DNA យោងតាមរបាយការណ៍មួយពីសមាគមវិទ្យាសាស្ត្រការបន្តពូជសហរដ្ឋអាមេរិកបុរសដែលមានកម្រិតហ្វូឡាតទាបអាចមានអត្រាកើនឡើងនៃការបំបែក DNA មេជីវិតឈ្មោលនិងដង់ស៊ីតេនិងចំនួនមេជីវិតឈ្មោលក្នុងទឹកកាមយើងថយចុះលឿនអញ្ចឹងបរិបទគួរហូបអាហារសម្បូរទៅដោយសារធាតុហ្វូឡាតឲ្យបានច្រើនដោយសារធាតុហ្នឹងវាអាចមាននៅក្នុងបន្លែបៃតងដូចជាស្ពៃខ្មៅសាឡាត់ស្ពៃក្តោបផ្លែប៉ោមទឹកផ្លែឈើស្រស់និងគ្រាប់ធញ្ញជាតិទាំងមូលជាដើមអញ្ចឹងចំពោះអាហារទី3គឺអាហារទាំងឡាយណាដែលសម្បូរដោយវីតាមីន B12 សម្រាប់វីតាមីន B12 ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពនៃជីវិតឈ្មោលរបស់បុរសការសិក្សាបានបង្ហាញឲ្យឃើញថាវីតាមីន B12 ធ្វើឲ្យប្រសើរឡើងនៅចលនាមេជីវិតឈ្មោលឲ្យរស់ឡើងវិញហើយបង្កើនចំនួនមេជីវិតឈ្មោលនិងកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោលបានយ៉ាងល្អដើម្បីទទួលបានវីតាមីន B12 គ្រប់គ្រាន់បុរសគួរតែហូបអាហារដែលសម្បូរទៅដោយអាហារដែលសម្បូរប្រភេទវីតាមីន B12 ហ្នឹងវាមានដូចជាត្រីសាច់គោសាច់ចៀមសាច់មាន់អាហារសមុទ្រដូចជាត្រីសាម៉ុងត្រីធូណាជាពិសេសគឺថ្លើមរបស់វាហើយក៏អាចញ៉ាំនៅផលិតផលទឹកដោះគោនិងស៊ុតនិងធម្មជាតិជាដើមអញ្ចឹងនេះគឺជាអាហារទាំង3ដែលអាចជួយយើងបានជាពិសេសសម្រាប់បុរសដែលគាត់មានខ្សោយទៅលើមេជីវិតបាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជាអត្ថបទនេះផងដែរខ្ញុំដកស្រង់ពី Healthy Cambodia